នេះផ្លូវចូលបងប្អូននេះគឺតាព្រៃដើមមួយជាតិក្រៅមាត់អូបងប្អូននឹងមានផ្លូវចុះអត់រួចចេះដើរទៅបងប្អូនហ្នឹងហើយមានកន្លែងណាទំនងមើលទៅដាក់តាក់យកកដោហើយរកសត្វកំបមាអីបងប្អូនតែយកមានព្រៃចឹងអានឹងសត្វគូតគឺសត្វសងអីតែនេះទិដ្ឋភាពនេះគឺខ្ញុំថតនៅថៃទេបងប្អូនតែកុំចាប់ទៅផ្ដាស់ព្រោះសត្វនៅស្រុកថៃពេលខ្លះប៉ូលីសនៅថៃចាប់បានអញ្ចឹងមានទោសហ្នឹងបងប្អូនពេលគ្រាន់តែខ្ញុំមកលក្ខណៈកំសាន្តដាក់ការងារអញ្ចឹងមករកខ្យងរកខ្សៅទេនឹងដើមឈើដើមស្ដៅបងប្អូនណាដើមស្ដៅអានេះដើមត្រួយទុំថេតលក់លេងវូហ្នឹងគឺលេងឡានណាបងប្អូនមើលឃើញស្ពានអានោះនេះឡែងខ្ញុំមករកខ្យងស្រះធំមែនទេបងប្អូនតែស្រះនេះអត់មានកពើមានអីទេបងប្អូនហើយក៏អត់មានបំរាមគេហាមមិនឲ្យរកដែរណាគឺយើងអាចរកបាននេះបងប្អូនមួយចំនួនដែលនៅឈុនបុរីនៅគឺសាផាត់សួនប្រភពអីប្រហែលជាស្គាល់ហើយស្រះហ្នឹងមានកពើមានត្រីមានអីមានមច្ឆាច្រើនណាបើតែយើងឯងមករកទៅបើតែមានឧបករណ៍ណាខ្ញុំមករកតាខ្យងហូបទេនោះផ្លូវខ្នល់បងប្អូនខ្នល់ជាតិនេះពេលយើងរកនៅក្នុងស្រះហ្នឹងខ្យងធំហ្នឹងបងប្អូននេះកន្លែងយើងលក់អាំងខ្យងដុតខ្យងដុតអីនេះធំនេះគឺអ្នកមកមុនគាត់មករកហើយអាំងហូបវក់ខ្យងទីទៀតខ្ញុំចោះទៅរកអីហើយស្រួលបងប្អូននៅកន្លែងនេះរបបដាំឈើ